សូមជូនរឿងព្រះអង្គម្ចាស់ណារីមនិងវិញ្ញាណទន្លេនៅក្រុងតូចមួយជាទន្លេណារីមក្មេងត្រូវបានបញ្ជាក់ឲ្យថារក្សាប៉ុស្តិ៍ទឹកមាសដែលភ្ជាប់ទៅកាន់ទន្លេសាបគាត់ស្ងើយកន្លែងស្រស់ស្អាតនិងក្លិនខ្យល់ត្រជាក់នៅព្រឹកណារីមអ្នកត្រូវថែរក្សាប៉ុស្តិ៍ទឹកនេះឲ្យស្អាតជានិច្ចចាបងសោកខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពថ្ងៃបន្ទាប់ណារីមមើលឃើញទឹកថ្លៃជាមិនស្អាតទេជាច្រើនកម្រាលសំណល់ហោះហើរចូលក្នុងអណ្ដូងទឹកអូតើអ្នកណាបោះសម្រាមចូលមកទីនេះភ្លាមប្រេងពន្លឺមាសស្លេកឡើងពីក្នុងទឹកដូចជាការអត់ធ្មត់របស់មនុស្សរបស់វាអូមានអ្វីមួយនៅក្នុងទឹកវិញ្ញាណទឹកបានលេចឡើងដោយសំឡេងទន់ភ្លន់និងពន្លឺរលោងនាងមានឈ្មោះថានាងទន្លេណារីមទឹកនេះកំពុងឈឺពីសម្រាមខ្ញុំសុំទោសខ្ញុំនឹងជួយណារីមប្រាប់កុមារក្នុងភូមិឲ្យជួយសម្អាតទឹកពួកគេជឿជាក់លើគាត់យើងត្រូវគុំសម្រាមទាំងនេះចេញបានចាចូនបណ្ដឹងសប្បាយចូលរួមជួយដោយគម្រើកមេឃលឿនរបស់គាត់ខ្ញុំនឹងជួយដល់ទីបំផុតបន្តិចម្ដងទឹកថ្លៃជាស្អាតវិញហើយពន្លឺមាសចាប់ផ្ដើមភ្លឺឡើងដូចមុនមើលទៅស្អាតណាស់នាងទន្លេដួលនាំស្នាមញញឹមពោពេញដោយអំណរគុណសូមអរគុណណារីមការខិតខំរបស់អ្នករួមបានសង្គ្រោះទឹកនេះពន្លឺមាសហូរចេញទៅក្នុងវាលស្រែបង្កើតនូវផលច្រើននិងស្រស់ស្អាតអរគុណណារីមអ្នកបានជួយជីវិតយើងណារីមបដិញ្ញាពីថានឹងថែរក្សាទន្លេនិងធម្មជាតិជានិច្ចខ្ញុំនឹងថែរក្សាទន្លេនេះជារៀងរាល់ថ្ងៃ